រឿងព្រះអាទិត្យព្រះច័ន្ទនិងផ្កាយតូចមួយនៅលើមេឃខ្ពស់ឆ្ងាយណាស់មានព្រះអាទិត្យដ៏ចែងចាំងនិងព្រះច័ន្ទដ៏ស្រស់ស្អាតនៅជាមួយផ្កាយរាប់ពាន់ក្នុងចំណោមផ្កាយទាំងនោះមានផ្កាយតូចមួយឈ្មោះ Stella គឺជាផ្កាយតូចបំផុតនៅលើមេឃនាងមានពន្លឺតូចខ្លាំងប្រៀបធៀបទៅនឹងផ្កាយដទៃទៀតរាល់យប់នៅពេលផ្កាយទាំងអស់ភ្លឺចែងចាំង Stella តែងមានអារម្មណ៍ថានាងមិនសំខាន់ទេមើលទៅផ្កាយទាំងនោះភ្លឺណាស់ចំណែកខ្ញុំវិញគ្រាន់តែជាផ្កាយតូចដែលគ្មាននរណាស្គាល់ Stella និយាយទាំងសោកស្ដាយព្រះច័ន្ទដែលកំពុងស្ដាប់ឮបានញញឹមទន់ភ្លន់ហើយនិយាយថា Stella អើយកុំគិតបែបនោះគ្រប់ផ្កាយទាំងអស់មានតម្លៃរបស់ខ្លួនទោះបីតូចក៏ដោយប៉ុន្តែខ្ញុំមិនអាចជួយអ្វីបានទេខ្ញុំភ្លឺតិចតួចប៉ុណ្ណោះព្រះអាទិត្យកំពុងគេងនៅពេលយប់ក៏បានភ្ញាក់ឡើងហើយនិយាយថា Stella ខ្ញុំនឹងប្រាប់អ្នកពីសារៈសំខាន់របស់អ្នកនៅលើផែនដីមានក្មេងប្រុសតូចម្នាក់ឈ្មោះសុខារស់នៅក្នុងភូមិតូចមួយជាមួយជីដូនរបស់គាត់ចាស់ណាស់ហើយភ្នែកនាងខ្សោយខ្លាំងរាល់យប់ជីដូនតែងតែប្រាប់រឿងនិទានដល់សុខាប៉ុន្តែជីដូនចាប់ផ្ដើមមិនអាចមើលឃើញច្បាស់ទៀតហើយនាងភ័យខ្លាចថានឹងមិនអាចដើរទៅណាបាននៅពេលយប់សុខាជីដូនមិនអាចដើរពេលយប់ទៀតទេព្រោះផ្លូវងងឹតពេកសូម្បីតែព្រះច័ន្ទក៏ដោយប៉ុន្តែពន្លឺមិនគ្រប់គ្រាន់ដើម្បីឲ្យជីដូនមើលឃើញផ្លូវតូចជីដូននិយាយដោយសោកស្ដាយសុខាក៏មានអារម្មណ៍សោកស្ដាយដែរគាត់ស្រឡាញ់ជីដូនខ្លាំងណាស់ហើយចង់ជួយគាត់បានសម្លឹងមើលមេឃពេលយប់ហើយឃើញផ្កាយតូចមួយកំពុងភ្លឺនៅខាងលើផ្ទះរបស់គាត់ផ្កាយតូចអើយតើអ្នកអាចជួយជីដូនខ្ញុំបានទេសុខាបានអង្វរដោយបេះដូងពេញដោយក្តីសង្ឃឹមStella បានឮសំឡេងសុខានាងមើលចុះមកក្រោមហើយឃើញក្មេងប្រុសតូចកំពុងសម្លឹងមកនាងក៏ឃើញជីដូនចាស់ដែលកំពុងអង្គុយមិនអាចដើរចេញក្រៅបានដែរតើខ្ញុំអាចជួយបានទេប៉ុន្តែខ្ញុំគ្រាន់តែជាផ្កាយតូច Stella គិតក្នុងចិត្តព្រះច័ន្ទបាននិយាយថា Stella នេះជាឱកាសរបស់អ្នកទោះបីអ្នកតូចក៏ដោយប៉ុន្តែពន្លឺរបស់អ្នកអាចធ្វើឲ្យមានការផ្លាស់ប្ដូរសូមចុះទៅចិត្តផែនដីហើយបំភ្លឺផ្លូវតូចដែលពន្លឺរបស់ខ្ញុំមិនអាចទៅដល់ Stella បានសម្រេចចិត្តព្យាយាមនាងបានហោះចុះមកចិត្តផែនដីហើយភ្លឺនៅលើផ្លូវតូចមួយដែលនាំផ្ទះជីដូនពន្លឺរបស់នាងទោះតូចប៉ុន្តែវាគ្រប់គ្រាន់ដើម្បីបំភ្លឺផ្លូវតូចនោះជីដូនបានមើលឃើញផ្លូវមើលទៅសុខាមានផ្កាយតូចមួយកំពុងបំភ្លឺផ្លូវឥឡូវនេះជីដូនអាចដើរបានហើយនាងនិយាយដោយរីករាយសុខាក៏រីករាយខ្លាំងណាស់គាត់និងជីដូនបានដើរលេងជុំវិញភូមិហើយ Stella ក៏បានហោះតាមពួកគេបំភ្លឺផ្លូវគ្រប់កន្លែងដែលពួកគេដើរពីថ្ងៃនេះតទៅ Stella បានយល់ថាទោះបីនាងតូចក៏ដោយប៉ុន្តែនាងអាចធ្វើឲ្យមានការផ្លាស់ប្ដូរនាងបានក្លាយជាផ្កាយពិសេសមួយដែលជួយមនុស្សដែលត្រូវការពន្លឺនៅកន្លែងងងឹតមនុស្សក្នុងភូមិបានកត់សម្គាល់ផ្កាយតូចនោះពួកគេបានហៅវាថាផ្កាយនៃក្តីសង្ឃឹមព្រោះវាតែងតែលេចឡើងនៅកន្លែងដែលមនុស្សត្រូវការពន្លឺបំផុតព្រះអាទិត្យបាននិយាយទៅកាន់ Stella ថាមើលទៅអ្នកបានរកឃើញបំណងប្រាថ្នារបស់អ្នកហើយទោះបីអ្នកមិនភ្លឺដូចផ្កាយដទៃទៀតក៏ដោយប៉ុន្តែអ្នកមានតម្លៃពិសេសអ្នកអាចទៅកន្លែងដែលផ្កាយធំមិនអាចទៅបានហើយជួយមនុស្សដែលត្រូវការជំនួយពិតប្រាកដព្រះច័ន្ទក៏បន្ថែមថា
គុណតម្លៃរបស់យើងមិនត្រូវបានវាស់វែងដោយទំហំឬពន្លឺរបស់យើងទេវាត្រូវបានវាស់វែងដោយអ្វីដែលយើងធ្វើដើម្បីជួយអ្នកដទៃសិលាបានរីករាយខ្លាំងណាស់នាងមិនមានអារម្មណ៍ថាខ្លួនឯងតូចទៀតហើយរាល់យប់នាងបន្តបំភ្លឺផ្លូវតូចៗនៅលើផែនដីជួយជីដូនកុមារនិងជួយមនុស្សទាំងអស់ដែលត្រូវការពន្លឺកាយដតីទៀតបានសរសើរស្ទីឡាអ្នកពិតជាពិសេសមែនអ្នកបានបង្ហាញយើងថាគ្រប់គ្នាមានតម្លៃមិនថាធំឬតូចក៏ដោយចាប់តាំងពីថ្ងៃនោះមករាល់យប់នៅពេលកុមារសម្លឹងមើលផ្កាយពួកគេនឹកដល់រឿងរបស់ស្ទីឡាហើយចងចាំថាទោះបីពួកគេតូចក៏ដោយពួកគេក៏អាចធ្វើឲ្យពិភពលោកនេះប្រសើរបានដែរ